សួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូមួយជាមួយនឹងម៉ាស៊ីន print delay លើសម្បក fix job ដូចជាប្រភេទថង់ឬក៏ប្រភេទប្រអប់ដែលយើងមិនទាន់បត់ណាអញ្ចឹងម៉ាស៊ីននេះវាបងប្អូនឃើញវា print បានលឿនណាជាប្រភេទស្មើយើងអាច print បានលឿនអញ្ចឹងជាប្រភេទថង់ដែលយើងមិនទាន់ច្រកប្រអប់ដែលយើងមិនទាន់បត់នឹងយើងអាច print ជាមួយនឹងម៉ាស៊ីននេះបានណាអញ្ចឹងក្នុង1នាទីវាអាច print បានច្រើនណាបងប្អូនឃើញពេលរត់ឆ្លងកាត់មួយគឺ print បានច្រើនណាអញ្ចឹងឥឡូវយើងបង្ហាញពីលក្ខណៈទូទៅរបស់វាគឺអានេះកន្លែងដែលយើងដាក់ថង់ឬដាក់ជាប្រអប់ដែលយើងបោះពុម្ពដែលយើងមិនទាន់បត់ចេញជារាងប្រអប់ណាយើងអាច print បានហើយទៅតឹងចេញទៅតឹងថង់និយាយណាឬក៏ទៅតឹងប្រអប់យើងអាចដាក់បានរហូតដល់28 សង់ទីម៉ែត្រណាថង់នេះ25អញ្ចឹងយើងអាចដាក់ដល់28ហើយមកអញ្ចេះយើងអាចដាក់បានរហូតដល់20 សង់ទីម៉ែត្រអានេះលេខ17អញ្ចឹងយើងអាចដាក់ដល់20អញ្ចឹងសម្រាប់មក workshop ដែលមានຂະຫນាតថា20 30ឬ20 28យើងអាចយកមក print delay នៅលើម៉ាស៊ីននេះបានហើយទីតាំង print យើងអាចសេរីបានគឺកន្លែងនេះយើងសម្រាប់អង្គិលមុខ print នេះយើងចង់ print នៅលើ print នៅក្រោមយើងអាចមួលវាអង្គិលបានណាហើយអានេះបើសិនជាយើង print ជាលក្ខណៈប្រអប់ដែលវាមានប្រអប់វាងើបខ្ពស់ពេលប្រអប់វាងើបខ្ពស់បងប្អូនអាចទាញនេះឡើងមកលើណាទាញនេះឡើងមកលើដើម្បីឲ្យមុខនេះវាងើបឡើងទៅលើអញ្ចឹងសម្រាប់ការ print ជាទូទៅគឺផ្ទៃសម្រាប់មុខ print នេះហើយនឹងថង់នេះគឺប្រហែលជា2 មីលីម៉ែត្រណាយើងអត់ឲ្យខ្ពស់ពេកទេអញ្ចឹងពេលដែលបងប្អូនសេរីមុខ print នេះកម្រិតនេះហើយនឹងផ្ទៃដែលត្រូវ print គឺយើងអត់ឲ្យខុសគ្នាឆ្ងាយពេកទេហើយក៏អត់ឲ្យគៀកពេកយ៉ាងដែរព្រោះនៅពេលដែលយើងគៀកពេកទឹកថ្នាំវានឹងអូសប្រឡាក់អញ្ចឹងប៉ុន្តែបើសិនជាយើងឲ្យវាខ្ពស់ខ្លាំងពេកទឹកថ្នាំដែល print មកវាបែកណាអញ្ចឹងចន្លោះពីផ្ទៃដែល print បានរហូតមកដល់ផ្ទៃដែលត្រូវ print វាប្រហែលជា3ទៅ5មីលីម៉ែត្រ3ទៅ5 mm យើងអាច print ចន្លោះនឹងបានគឺសេរីទៅគឺស្អាតណាស់អញ្ចឹងពាក់ព័ន្ធមួយការសេរីចន្លោះគឺទី1បងប្អូនអង្គិលនេះបើសិនជាខ្ពស់ខ្លាំងតែបើខុសគ្នាប្រហែល mm ទេយើងអាចសេរីនេះបានទេបងប្អូនឃើញវាងើបទេហើយវាងើបតិចណាអញ្ចឹងតិចតួចយើងអាចសេរីលើនេះបានប៉ុន្តែបើសិនជាខ្លាំងណាស់ហ្មងដល់បងប្អូនអង្គិលនេះហើយពាក់ព័ន្ធមួយនេះគឺពេលដែលយើងមូលចុះបងប្អូនឃើញនេះដាក់ខាត់ចុះក្រោមអញ្ចឹងពេលដែលខាត់ចុះក្រោមមានន័យថាវាសកត់ថង់នេះសកត់ថង់ឲ្យវាចេញទៅស្មើប៉ុន្តែអត់ឲ្យតឹងពេកទេបើសិនជាតឹងពេកវាទៅជាថង់ចេញអត់រួចវិញអញ្ចឹងយើងសេរីធ្វើម៉េចមកល្មមពេលដែលបងប្អូនដាក់ចូលយើងធ្វើម៉េចឲ្យវាចេញទៅមកស្រួលកុំឲ្យវាធូរពេកកុំឲ្យវាតឹងពេកណាដើម្បីពេលចេញទៅវារត់កាត់នេះណាចូលដាក់ច្រើនទេមកយើងមើលឃើញណាអញ្ចឹងបើសិនជាតឹងពេកឥឡូវទីហោយើងដាក់ឲ្យតឹងតិចណាអញ្ចឹងអានេះវាខាត់ចុះក្រោមមានតែតឹងណាពេលតឹងពេកអានេះចេញរៀងយឺតហើយពេលខ្លះវាអាចបត់ថង់ណាអញ្ចឹងយើងសេរីអានេះគឺសេរីធ្វើម៉េចមកល្មមអត់ឲ្យតឹងពេកក៏អត់ឲ្យធូរពេកណាអញ្ចឹងអានេះគឺមានតួនាទីសកត់អាចុងថង់នេះសកត់អាចុងថង់នេះឲ្យវាចេញមកក្រៅនេះណាអញ្ចឹងនៅពេលដែលយើងសេរីຂະຫນាតថង់ធ្វើម៉េចឲ្យចុងថង់ខាងនេះអឹបជាមួយនឹងថង់នេះកុំឲ្យវាលងពេកណាអញ្ចឹងយើងមើលចុងនេះអឹបមួយថង់នេះអានេះខ្ញុំបញ្យល់រៀងយូររៀងច្រើនតិចដោយសារអានេះសម្រាប់ការសេរីម៉ាស៊ីនឲ្យប្រើប្រាស់អញ្ចឹងមានន័យថាបងឧទាហរណ៍បងប្អូនប្រើថង់ຂະຫນាតតែមួយណាអញ្ចឹងយើងសេរីឲ្យទៅត្រូវទៅយើងដាក់ថង់ឲ្យទៅស្មើទៅពេលដែលវាទាញទៅវាស្មើទាញទៅវាស្មើអញ្ចឹងពេលដែលវា print គឺទីតាំងដែលវា print ចំល្អណាអញ្ចឹងអានេះខ្ញុំបង្ហាញរបៀបសេរីថង់សេរីទីតាំងក្បាល print ហើយនឹងសេរីលើនេះណាអញ្ចឹងសម្រាប់ការប្រើប្រាស់ម៉ាស៊ីននឹងមានវីដេអូផ្សេងទៀតសូមអរគុណ